យឧត្តមគុណគឹមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលធ្លាប់បានបូជាសាច់ស្រស់ឈាមស្រស់និងលះបង់អាយុជីវិតដើម្បីបព្វហេតុជាតិមាតុភូមិនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនកាលពីអតីតកាលការលើកឡើងរបស់អាដាមគុណគឹមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុវជនកម្ពុជាខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025នេះក្នុងឱកាសនេះដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនដែលមានចំពោះជាតិនិងប្រជាជនរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការគ្រប់គ្រងដល់សុខុមាលភាពនិងជីវភាពរបស់បងប្អូនជាអតីតយុទ្ធជនដោយជាការផ្ដល់បានបសសដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅបណ្ដាមន្ទីរពេទ្យរដ្ឋនិងឯកជនមួយចំនួនផ្ដល់ឱកាសឲ្យបងប្អូនអតីតយុទ្ធជនអាចចូលរួមក្នុងសង្គមតាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋានហើយលើសពីនេះក៏ផ្ដល់ជាអាហារូបករណ៍និងជាពិសេសផ្ដល់ឱកាសជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបម្រើការងារកងទ័ពបន្តវេនពីឪពុកម្ដាយផងដែរ